ជំរាបសួរបងប្អូនសម្រាប់បងប្អូនថ្ងៃនេះបានហូបអីដែរនេះខ្ញុំណាត់ឆាផ្សិតជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនលាយជាមួយនឹងម្ទេស2-3អញ្ចឹងណាបងប្អូនចារសជាតិប្លែកបងប្អូនជាម្ហូបលើកទី1ដែលធ្វើហូបអញ្ចឹងណាបងប្អូនចារាល់ថ្ងៃដឹងនឹកឃើញធ្វើម្ហូបអីទេរលនឹកចាស់នឹកដើមឃើញគេមកលក់មានផ្សិតមានម្ទេសនឹងអត់ដែលឆាសាក់ឆាញ៉ាំសាក់មើលបងប្អូនមានអីបងប្អូនញ៉ាំឆ្ងាញ់ប្លែកមាត់តែបងប្អូនវាខុសពីការឆាបន្លែផ្សេងអញ្ចឹងចាសម្រាប់វិធីធ្វើមុនដំបូងយើងលីងខ្ទឹមនឹងឲ្យឡើងឈ្ងុយបន្តិចសិនណាបងប្អូនបន្ទាប់មកបានយើងចាប់ផ្ដើមដាក់សាច់ជ្រូកចូលចាដល់ពេលយើងដាក់សាច់ជ្រូកចូលហើយយើងកូរត្រឡប់វា2-3ត្រឡប់ចាបងប្អូនកុំភ្លេចដាក់អំបិលបន្តិចផងដើម្បីឲ្យវាកាត់ឆ្អាបដល់ពេលដែលយើងដាក់អំបិលហើយយើងកូរត្រឡប់វារហូតដល់សាច់ជ្រូកនឹងឆ្អិនហើយវាស្ងួតទឹកអស់បងប្អូនដើម្បីឲ្យបាត់ឆ្អាបសិនណាចាបន្ទាប់មកបានយើងចាប់ផ្ដើមដាក់គ្រឿងនៅសាចូលដូចជាទឹកត្រីនឹង1ស្លាបព្រាបាយអញ្ចឹងទៅប៊ីចេង2ស្លាបព្រាកាហ្វេហើយនិងម្សៅស៊ុបខ្នុរនឹង2ស្លាបព្រាកាហ្វេដែរទៅបងប្អូនរួចកូរវាបន្តិចសិនដើម្បីឲ្យគ្រឿងហើយនិងសាច់នឹងចូលគ្នាដើម្បីឲ្យវាមានក្លិនឈ្ងុយទឹកត្រីបន្ទាប់មកយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលកូរវាឲ្យរលាយស្ករក្រហមជាមួយនឹងសាច់នឹងឡើងឈ្ងុយហើយយើងបន្ថែមប្រេងខ្យងនឹងចុងក្រោយគេចាយើងកូរត្រឡប់ប្រេងខ្យងនឹងតា2-3ត្រឡប់ទៅបានហើយបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់បន្លែចូលតែម្ដងចាចំពោះបន្លែខ្ញុំថ្ងៃហ្នឹងគឺផ្សិតហើយនឹងម្ទេសបងប្អូនចំពោះផ្សិតគឺខ្ញុំយកទៅខ្ញុំបានឆាវាឲ្យចេញជាធុំក្លិនបាត់ធុំក្លិនផ្សិតសិនបានខ្ញុំយកមកឆាជាមួយនឹងម្ទេសដើម្បីឲ្យកុំឲ្យវាធុំក្លិនផ្សិតពេកចឹងណាបងប្អូនចាតើមកយើងកូរត្រឡប់វារយៈពេលប្រហែលជា1នាទីដើម្បីឲ្យម្ទេសនឹងរាងឆ្អិនបន្តិចតែផ្សិតយើងវាឆ្អិនស្រាប់ហើយបងប្អូនចាបបផ្សិតឆ្អិនខ្លាំងឬតែល្អបងប្អូនឥឡូវគឺយើងភ្លក់តាមចំណង់ចំណូលចិត្តទៅគឺឆារបស់ខ្ញុំគឺឆ្អិនហើយគឺចាប់ផ្ដើមដួសដាក់ចានហើយបងប្អូនចាចំពោះរសជាតិវិញគឺបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តទេបងប្អូនចាមើលទៅទំនងបងប្អូនគួរឲ្យចង់ញ៉ាំហើយមានក្លិនឈ្ងុយប្លែកខុសពីយើងឆាបន្លែធម្មតាចាគឺរសជាតិវិញគឺអែមតែម្ដងមិនចាញ់បន្លែយើងធម្មតាផ្សេងទេបងប្អូនចាឆាផ្សិតជាមួយនឹងម្ទេសវាមានរសជាតិហឹរតិចចឹងណាបងប្អូនអរគុណ